មានពលរដ្ឋមិនតិចទេដែលបានរីករាយនឹងការឡើងកាន់តំណែងជាព្រះមេគុណខេត្តស្វាយរៀងថ្មីរបស់ព្រះតេជគុណមុំសយជំនួសព្រះមេគុណខេត្តចាស់ព្រះនាមចេតដិនដែលត្រូវបានទទួលអនិច្ចកម្មកាលពីប៉ុន្មានខែមុននេះបាយថាអរំភើបដែលបានលោកមានលោកធ្វើបុណ្យអីអញ្ចឹងទៅលោកមានសន្តានចិត្តក្នុងបុណ្យតែខ្ញុំដូចសប្បាយអណាស់អក្នុងចិត្តហ្មងយល់ថាសប្បាយហ្មងចាពេញចិត្តឲ្យសប្បាយណាបាទมันមានបញ្ហាអីទេគឺត្រេកអរដោយព្រះអង្គខំដឹកនាំថ្ងៃសាសនានុសិស្សព្រមទាំងប្រសង់ទាំងកុហកអីឲ្យត្រោទ្រង់ក្នុងពុទ្ធសាសនាគុំស្កាងរឿងអញ្ចឹងហើយបានជាខ្ញុំបាទត្រេកអរណាស់ពិធីឡើងកាន់តំណែងនេះគឺត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2016ស្ថិតនៅវត្តចម្ពូព្រឹក្សាហៅវត្តថ្មដែលមានការនិមន្តចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្ដេចសង្ឃរាជទេពវង្សនិងលោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែនសំអនប្រធានមន្ត្រីធម្មការនិងសាសនាខេត្តស្វាយរៀងបានពន្យល់ថាការឡើងកាន់តំណែងនេះគឺជាការបន្តការងារអភិវឌ្ឍវិស័យសាសនាឲ្យបានរុងរឿងតទៅមុខទៀតក្នុងនាមជាប្រទេសកាន់ព្រះពុទ្ធសាសនាចឹងនៅពេលនេះគឺយើងបានអនុវត្តទៅតាមសជននៅក្នុងការរៀបចំនៅព្រះមេគុណខេត្តក៏ដូចជាតំណែង3ផ្សេងទៀតគឺព្រះបល្ល័តគុណខេត្តព្រះវិន័យធរខេត្តនិងព្រះធម្មធរខេត្តសង្ឃឹមថាថ្ងៃក្រោយក្រោមការដឹកនាំរបស់ព្រះវិសុទ្ធញាណមុំសយព្រះធម្មធាមេគុណខេត្តស្វាយរៀងនឹងធ្វើការពង្រឹងនៅវិស័យព្រះពុទ្ធសាសនាក្នុងខេត្តដែលមានវត្តចំណុះចំនួន242វត្តហើយបូកជាមួយនឹងវត្តធម្មយុត្តគណៈមហានិកាយគណៈធម្មយុត្តកនិកាយមួយវត្តទៀតគឺស្មើនឹង243វត្តអញ្ចឹងទេនឹងមានការសាមគ្គីផ្ទៃក្នុងរវាងព្រះមន្ត្រីសង្ឃខេត្តកិច្ចសហការយ៉ាងណាឲ្យវិស័យពុទ្ធសាសនាមានការរីកចម្រើនទាំងផ្នែកបរិយ័តនិងផ្នែកបដិបត្តិបាទសូមអរគុណលោកជំទាវម៉ែនសំអនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាប្រសិទ្ធិនិងអធិការកិច្ចបានមានប្រសាសន៍ជំរុញដល់ព្រះគណៈសង្ឃខេត្តស្វាយរៀងដែលទើបទទួលបានការប្រកាសតែងតាំងមុខតំណែងជាព្រះមេគុណខេត្តថ្មីត្រូវបន្តសាមគ្គីភាពគ្នាជាធ្លុងមួយនិងពង្រឹងវិស័យព្រះពុទ្ធសាសនាអប់រំមនុស្សឲ្យធ្វើតែអំពើល្អជួយការងារសង្គមជួយការងារមនុស្សធម៌និងអប់រំផ្នែកវិស័យសុខាភិបាលក្នុងការកសាងសង្គមគិច្ចការងារផ្នែកកសិកម្មព្រមទាំងការងារជាច្រើនទៀតដែលបម្រើឲ្យវិស័យពុទ្ធចក្រនិងអាណាចក្រគឺធ្វើយ៉ាងណាឲ្យដើរទន្ទឹមគ្នានិងមានភាពរីកចម្រើនជាបន្តបន្ទាប់ទៀតលោកជំទាវបន្តទៀតថារយៈកាលកន្លងមកនេះព្រះសង្ឃនៅក្នុងខេត្តស្វាយរៀងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រនិងជនចាស់ជរាងាយរងគ្រោះផ្សេងៗសមិទ្ធផលជាច្រើនឥតកណនាទាំងវិស័យអាណាចក្រនិងពុទ្ធចក្រទាំងនេះគឺមិនអាចខ្វះបានពីការចូលរួមពីមហាជនបានឡើយដូចនេះសូមបងប្អូនប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ត្រូវរួមគ្នាថែរក្សាសន្តិភាពនេះឲ្យថិតថេរគង់វង្សបានយូរដែលត្រូវបានរាជរដ្ឋាភិបាលយើងខិតខំដោយលំបាកនេះគឺជាមរតកគឺជាទ្រព្យសម្បត្តិមហាសាលដែលធ្វើឲ្យផ្លូវដែលយើងបានដើរទៅទឹកគ្នានេះហើយធ្វើឲ្យយើងមានសុខសន្តិភាពធ្វើឲ្យយើងមានការអភិវឌ្ឍអ្វីទាំងអស់សុទ្ធតែមានការគ្រប់គ្រងពីប្រជាជនមានការគ្រប់គ្រងពីប្រជាពលរដ្ឋទើបធ្វើឲ្យរាជរដ្ឋាភិបាលយើងមានកម្លាំងក្នុងការដឹកនាំប្រទេសនិងអភិវឌ្ឍប្រទេសជាតិជាគ្រូនៃមនុស្សនឹងទេវតា លោកជំទាវម៉ែនសំអនក៏បានផ្ដាំផ្ញើដល់ព្រះតេជគុណមុំសយសូមឲ្យជួយអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឲ្យបានល្អបន្ថែមទៀតហើយត្រូវប្រកាន់ខ្ជាប់នៅព្រះអាវាតរបស់ព្រះសម្មាសម្ពុទ្ធលោកជំទាវក៏បានជួយឧបត្ថម្ភកម្មវិធីនេះចំនួន5លានរៀលផងដែរលោកជំទាវនិងសម្ដេចព្រះសង្ឃរាជទេពវង្សក៏បានស្រង់ព្រះសគុណវិរីដល់ព្រះមេគុណខេត្តស្វាយរៀង